ពេលមកខ្ញុំគិតថាឲ្យតែខ្ញុំធ្វើវីដេអូទៅមិនបំពេញអ្នកណាមិនប៉ះពាល់អ្នកណាមុនមិនបំពោសង្គមហើយខ្ញុំធ្វើវីដេអូតែពីជីវភាពរស់នៅរបស់ខ្ញុំប្រចាំថ្ងៃការងារដែលខ្ញុំធ្វើប្រចាំថ្ងៃខ្ញុំគិតថាអត់មានអ្នកទើសអត់មានអ្នកស្អប់ខ្ញុំទេប៉ុន្តែជាក់ស្ដែងអត់ទេបងប្អូនឥឡូវហ្នឹងគឺខ្ញុំមានអ្នកស្គាល់ខ្ញុំកាន់តែច្រើនហើយអ្នកស្រឡាញ់ចូលចិត្តខ្ញុំក៏ច្រើនចំណែកឯអ្នកស្អប់អត់ចូលចិត្តខ្ញុំក៏កាន់តែច្រើនដូចគ្នាហើយអ្នកទាំងអស់ហ្នឹងអត់ចាំបាច់ត្រូវការហេតុផលអីមកស្អប់ខ្ញុំទេគឺគេអត់ពេញចិត្តខ្ញុំតែម្ដងគឺលក្ខណៈថាផ្នែកកំណត់របស់គេមើលឃើញយើងក្នុងផ្លូវអវិជ្ជមានអញ្ចឹងហើយយើងព្យាយាមធ្វើវីដេអូបែបណាក៏គេនៅតែមិនពេញចិត្តយើងដែរពីវីដេអូថ្ងៃនេះខ្ញុំចង់និយាយពីអាឡឹករបស់ខ្ញុំបន្តិចអាឡឹករបស់ខ្ញុំដែលខ្ញុំបេះនេះក៏មកបេះប្រហើយមកស្រែមកកូនស្រែដែលទុំមុនគេហ្នឹងគឺបេះប្រហើយដឹកឲ្យគេប្រហើយហើយចំណែកអាកន្លែងផ្សេងទៀតខ្សែផ្សេងទៀតគឺប៉ាខ្ញុំបានម៉ៅឲ្យគេអស់ហើយម៉ៅហ្នឹងគឺម៉ៅទាំងខាតតែម្ដងបងប្អូនប៉ាខ្ញុំចំណាយដើមអស់78លានលោកបាន6លានថាទូទាត់ទៅបាន6លានហើយចំណែកខ្ញុំនេះចំណាយដើមអស់6លានលោកបានតែ4លានទេការដាំរដូវក្តៅនេះពួកខ្ញុំខ្វះបទពិសោធន៍ហើយអីដែលសំខាន់គឺដើមទុនឧបករណ៍ប្រើប្រាស់ដាក់ប្រព័ន្ធទឹកនឹងឯងគឺវាថ្លៃហើយយើងចំណាយច្រើនមែនតើដោយសារតែយើងអត់ធ្លាប់ដាំយើងអត់ធ្លាប់មានឧបករណ៍អញ្ចឹងហើយយើងត្រូវទិញឧបករណ៍ទាំងអស់ដល់ពេលអញ្ចឹងហើយយើងចំណាយច្រើនទៅលើឧបករណ៍ទី2ហ្នឹងចំណាយទៅលើគ្រាប់ជីយើងបដាក់គេទេប៉ុន្តែហើយមួយទៀតហ្នឹងគឺប្រេងបងប្អូនចំណាយប្រេងក៏អស់ច្រើនដែរខ្ញុំហើយតាក់ទងមួយពូយន្តខ្ញុំផងខូចផងអីផងស៊ីប្រេងបានទៀតដល់ពេលអញ្ចឹងមានណាបងប្អូនហើយចំណាយច្រើនទូទាត់លេខកើតទៅគ្រាន់គិតជាមធ្យមគឺ6លានហើយលោកបានតែ4លានគត់ហើយខ្ញុំធ្វើវីដេអូនេះខ្ញុំជឿជាក់ 100% ថាប្រកាសជាមានអ្នកទើសខ្ញុំជាច្រើនក្នុង comment នៅក្នុងវីដេអូមួយនេះថាចំណាយអីខ្លះ6លាននឹងអស់អីខ្លះហើយអ្នកខ្លះ comment ថាដាំអញ្ចឹងមិនចំណេញខ្ញុំជឿជាក់ពួកខ្ញុំជួប comment នឹងច្រើនមកហើយអ្នកខ្លះគេឲ្យខ្ញុំដាំលក្ខណៈស្តង់ដាដាក់តង់ដាក់កស៊ូគ្រាប់អីចឹងទៅហើយដាំអញ្ចឹងមិនចំណេញអីចឹងណាអ្នកខ្លះថាលឹកផ្លែទូចអីចឹងខ្ញុំចង់បញ្ជាក់ទៅវិញថានៅស្រុកខ្មែរយើងវិជាកសិករគឺចំណេះដឹងតាក់ទងជាមួយនឹងកសិកម្មអត់តន់ទលំទលាយទេសូម្បីតែខ្ញុំនេះក៏មើល YouTube ខ្លះអីខ្លះដែរហើយក៏មានបងមានបទពិសោធន៍ជួយណែនាំតិចតួចចំណាយដើមទុនរបស់កសិករខ្មែរក៏នៅមានកម្រិតដែរដោយសារតែជីវភាពគឺនៅខ្សត់ខ្សោយមួយទៀតចំណេះដឹងខាងផ្នែកកសិកម្មគឺអត់ទលំទលាយទេនៅតំបន់ខ្ញុំនេះគឺខ្ញុំដាំតែបែបបុរាណតាំងពីដើមមកហើយកន្លែងបងខ្លះក៏គាត់អាចនឹងមានចំណេះដឹងបែបទំនើបគឺគាត់ដាំទៅអាចនឹងទទួលបានផលល្អហើយចំណេញអញ្ចឹងណាតែខ្ញុំនេះលក្ខណៈថាបុរាណទៅតែរៀនដាំបែបប្រើប្រព័ន្ធទឹកប្រព័ន្ធអីលើកដំបូងទេឥឡូវធម្មតាទេបងប្អូនវាតែតែមានផ្លែធំផ្លែទូចផ្លែល្អផ្លែក្រអីសូម្បីតែបងប្អូនដាំបន្លែផ្លែឈើនៅផ្ទះធម្មតាក៏ដាំតបែកម្ដងមានផ្លែតូចផ្លែធំដែរហើយក៏មានផ្លែអាក្រក់ផ្លែល្អដែរហើយបើនិយាយពីអាកាសធាតុវិញគឺក្តៅខ្លាំងមែនតែម្ដងហើយបើនិយាយថាមុខខ្ញុំវិញបែកញើសហូរញើសពីក្បាលដល់ចុងជើងហើយហូរចូលភ្នែកវិញឡើងប្រៃឡើងសាហ្មងហើយបើអាវឃ្លុំខ្ញុំវិញឃ្លុំតែថ្ងៃបោកទឹកឲ្យពីព្រោះអីល្ងាចឡើងដោះមកជាប់ផ្កាអំបិលនៅលើក្បាលបែកញើសដល់ថ្នាក់ហ្នឹងបាក់តេរីតលីកដីក៏មិនតិចដែរហើយដល់ពេលល្ងាចឡើងគឺខ្ញុំតែងតែមកប្រើប្រាស់ជាមួយនឹងតម្លៃជូតមុខអេសាបងប្អូនពីព្រោះអីតម្លៃជូតមុខអេសាជួយកម្ចាត់រាល់បាក់តេរីតលីកដីស្នាមមុនស្នាមជាំស្នាមអុចខ្មៅមានទឹកវីតាមីនច្រើនប្រភេទដែលជួយធ្វើឲ្យមុខរបស់យើងនឹងភ្លឺថ្លាជាងមុនជួយបំបត្តិស្នាមជាជ្រួញជួយការពារកុំឲ្យរលាកគល់រោមជាពិសេសគឺសម្រាប់អ្នកដែលមានស្បែកស្ដើងបែកងាយឡើងទទួលឡើងក្រហមអីដូចខ្ញុំអញ្ចឹងគឺត្រូវម៉ាច់តែម្ដងគឺជួយបំប៉នស្បែកមុខយើងឲ្យរឹងមាំជាងមុនណាបងប្អូនហើយគឺជាផលិតផលសុទ្ធ 100% ពីប្រទេសជប៉ុនអញ្ចឹងប្រើតែការជឿជាក់ទុកចិត្ត 100% បងប្អូនលះហេតុដែលខ្ញុំថតចិត្តអាឡឹកតែទូចអញ្ចឹងដោយសារអីអាធំខ្ញុំហូបអត់អស់ទេអញ្ចឹងខ្ញុំស្ដាយខ្ញុំខំប្រឹងដាំអស់កម្លាំងញើសឈាមច្រើនបងប្អូនចំណាយដើមក៏ច្រើនដែរអញ្ចឹងទុកវាលក់អញ្ចឹងអាតូចហ្នឹងបានហ៊ានចិត្តហូបអីអញ្ចឹងណាហើយចិត្ត1 2 3 4អីអញ្ចឹងទៅចិត្តមើលវាអញ្ចឹងថាទុំល្អឬក៏អត់អញ្ចឹងទៅចិត្តថតវីដេអូខ្លះទៅបើខ្ញុំចិត្តអាធំអញ្ចឹងខ្ញុំស្ដាយបងប្អូនហូបអត់អស់យកបោះឲ្យកូស៊ីហ្នឹងហើយសម្រាប់បងណាដែលមិនចូលចិត្តខ្ញុំមិនដែលទៅបង្ខិតបង្ខំចាប់បងឲ្យមើលវីដេអូខ្ញុំទេបងមិនចូលចិត្តមើលទេក៏អត់ទៅណាខ្ញុំអត់ទៅប៉ះពាល់បងអីទេតែបងថាចេញមកភ្លាវពេលខ្លះខ្ញុំអាចនឹងតបតទៅវិញខ្លះដែរអញ្ចឹងធម្មតាមានមនុស្សល្អមានមនុស្សអាក្រក់មានអ្នកស្រឡាញ់មានអ្នកស្អប់អញ្ចឹងបងណាមិនពេញចិត្តអាចប្លុកអូនរំលងបានខ្ញុំធ្វើវីដេអូគឺខ្ញុំធ្វើតែពីសកម្មភាពការងាររបស់ខ្ញុំប្រចាំថ្ងៃអ្វីដែលបងមួយចំនួនដែលគាត់ស្រឡាញ់ចូលចិត្តខ្ញុំគាត់ចង់ដឹងចង់ឃើញហើយបើបងមិនចង់ដឹងមិនចង់ឃើញទេមិនបាច់ចូលមកទេអរគុណមិនថាតែកដោទេណាបងទៅបីឆ្កែខ្ញុំក៏វាចូលចិត្តស៊ីលឹកដែរទៅបីតែខ្ញុំក៏ចឹងដូចគ្នានិយាយទៅគឺខ្ញុំស៊ីអីលើសវាមួយម៉ាត់អត់បានទេមិនថានំមិនថាលឹកមិនថាអីក៏ដោយឲ្យតែឃើញខ្ញុំស៊ីដឹងតែវាមកអង្គុយចាំមកអង្គុយសុំនឹងកេះដៃកេះជើងនឹងណាចិត្តដាច់លោកអើយចិត្តឲ្យស៊ីទៅហើយនិយាយទៅគឺថាបើតាណាតំណងស៊ីគេវិញគឺថ្នមហើយមកហ្នឹងគឺអត់ចង់ឲ្យមកទេហើយលួចមកតាមហើយអាមួយទៀតគឺអត់មកទេអានេះរៀងស៊ីទៅតំណែងតំណងគេគឺថ្នមតាំងពីស៊ីតាំងពីទទួលរបស់ពីយើងក៏ថ្នមដែរហើយបើខ្ញុំវិញដើរស៊ីដើរចិត្តអាឡឹកស៊ីពេញចការចង់ដឹងហ្មងអាតូចហ្នឹងទុំល្អអត់អីអត់មកដល់ផ្ទះវិញបងហើយហូបបាយហូបទឹកទៀតឡើងកាងពោះមើងហ្មងខ្ញុំខំអត់តាន់ងូតទឹកទេខំអង្គុយឲ្យវាស្រក់ពោះវាអត់ស្រក់ទេឡើងជាង1 ម៉ោងវានៅកាងតាំងមើងហ្មងព្រោះខ្ញុំហូបច្រើនបងហើយទម្លាប់របស់ខ្ញុំគឺតើណាហូបបាយហូបទឹកអង្គុយរៀងស្រក់បន្តិចបានខ្ញុំទៅងូតទឹកចឹងណាតែដល់ពេលអង្គុយអត់ស្រក់
សោះគួយជា1ម៉ោងអត់ស្រួលគឺនៅកាងពោះនឹងហ្មងដល់ពេលអញ្ចឹងខ្ញុំក៏សម្រេចចិត្តទៅងូតទឹកហ្មងទៅបងហើយបីឆាប់បានចូលដេកអញ្ចឹងទៅព្រោះខ្ញុំមុនពេលចូលដេកខ្ញុំតែងតែប្រើជាមួយនឹង skin នេះបងព្រោះអី skin នេះវាជួយដល់ប្រព័ន្ធរំលាយអាហាររបស់យើងឲ្យដំណើរការទៅស្រួលហើយម្យ៉ាងវិញទៀតជួយសម្រួលដល់ពាក្យឈាមនិងជួយឲ្យយើងគេងលក់ស្រួលផងដែរពីមុនខ្ញុំប្រើប្រចាំថ្ងៃតែឥឡូវអត់ប្រើប្រចាំថ្ងៃទៀតទេបងដោយសារអីតើថ្ងៃណាខ្ញុំហូបច្រើនបានខ្ញុំអញ្ចឹងណាដោយសារឥឡូវខ្ញុំបានរៀងដែលខ្ញុំចង់បានហើយ skin នេះគឺជាអ្នកឯកទេសខាងសម្រក់លេខ1មិនមែនជាថ្នាំទេតែជាគ្រាប់ធញ្ញជាតិហើយវាមកពីប្រទេសអាមេរិកចឹងបងហើយប្រើដោយទំនុកចិត្តអត់មានធ្វើទុកហើយហត់អត់ខ្លាំងហើយអត់ចាំបាច់តមហើយនៅពេលដែលឈប់ប្រើគឺអត់ឡើងគីឡូវិញទេហើយមួយទៀតបងនៅពេលដែលបងប្រើអត់ត្រូវគឺក្រុមហ៊ុនគឺធានាសងជូនលុយវិញអញ្ចឹងណាហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់